សម្រាប់រថយន្តលោកអ្នកគួរធ្វើការបោកពុករៀងរាល់6ខែទៅ1ឆ្នាំម្ដងទោះជាយ៉ាងណាពេលវេលាជាក់ស្ដែងគឺអាស្រ័យទៅលើទម្លាប់នៃការប្រើប្រាស់ឡានខាងក្រោមនេះជាសញ្ញាព្រមានពីភាពជាក់ស្ដែងដែលបង្ហាញថារថយន្តរបស់អ្នកដល់ពេលត្រូវបោកពុកហើយ1ធំក្លិនផ្អាប់ឬក្លិនមិនល្អទោះបីជាដាក់ទឹកអប់ឡានឬបាញ់ថ្នាំបំបត្តិក្លិនហើយក៏ដោយក៏នៅតែធំក្លិនផ្អួរផ្អាប់ឬក៏ក្លិនផ្សិតនេះបញ្ជាក់ថាមានបាក់តេរីជ្រៅក្នុងស្រទាប់ពុក2មានទឹកកំពប់ឬក៏អាហារធ្លាក់ជ្រាបចូលពុកការកំពប់កាហ្វេទឹកដោះគោទឹកស៊ុបឬក៏ដាក់ឡានសារធាតុរាវទាំងនេះនឹងជ្រាបចូលទៅក្នុងពងពុកខាងក្នុងបង្កើតជាមេរោគនិងផ្សិតរយៈពេល24ម៉ោងបើមិនបានបោកសម្អាតស៊ីជម្រៅទេ3 ដីកៅអីស្បែកឡើងរលោងខុសធម្មតាឬក៏ខ្មៅស្រអាប់ជាពិសេសស្បែកណាប់ផានៅពេលវាចាប់ផ្ដើមឡើងរលោងខ្លាញ់និងខ្មៅស្រអាប់នោះមិនមែនជាភាពរលោងស្អាតទេប៉ុន្តែវាជាស្រទាប់ខ្លាញ់ញើសកោសិកាស្បែកងាប់និងធូលីដីដែលកកកុញចិត្តរុនញើសរបស់ស្បែក4ក្រោយរដូវវស្សាជើងក្រោមឡានរងការវាយប្រហារដោយទឹកកខ្វក់ហើយសំណើមក្នុងឡានខ្ពស់បង្កើតជាស្នាមអុចផ្សិតលើពីដាននិងកម្រាល